ទាំងស៊ីបានប្រកាសសន្យាជួយអ្នកភូមិលពីងដែលកំពុងមានវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុន KDC អ្នកភូមិលពីងដែលកំពុងត្រៀមយុទ្ធនាការតវ៉ានៅក្នុងទីក្រុងភ្នំពេញថ្លែងទៅកាន់ប្រជាពលរដ្ឋលពីងដែលមានគ្នាប្រមាណ75នាក់ដែលកំពុងស្នាក់នៅក្នុងតំបន់បង្កក់ប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបានអះអាងថាគណៈបកប្រឆាំងទាំងមូលនឹងប្រើប្រាស់យន្តការច្បាប់ជាតិដើម្បីជួយជ្រោមជ្រែងផ្ដល់ដីធ្លីជូនប្រជាពលរដ្ឋវិញប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិលពីងឃុំតាចេះខេត្តកំពង់ឆ្នាំងដែលកំពុងតែបន្តការតវ៉ាទាមទារដីធ្លីពីក្រុមហ៊ុនរបស់លោកស្រីជាខេងតាំងពីឆ្នាំ1997មកម្ល៉េះក្រៅពីការប្រកាសជួយអន្តរាគមន៍ដល់អ្នកភូមិលពីងនោះប្រធានគណៈបក្សសង្គ្រោះជាតិដែលបានផ្ដល់ថវិកាផ្ទាល់ខ្លួនប្រមាណ$200ដល់អ្នកភូមិផងបានស្នើឲ្យរដ្ឋាភិបាលផ្ដល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋវិញប្រជាពលរដ្ឋដែលលោកសំរងស៊ីបានលើកឡើងថាជាអ្នកដែលត្រូវទទួលបានការគាំពៀពីសំណាក់តំណាងរាស្ត្រដែលទទួលអំណាចពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយតាមរយៈ Facebook របស់ខ្លួនលោកសំរងស៊ីបានប្រកាសកាលពីថ្ងៃពុធថានឹងកោះហៅលោកសុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលមកសាកសួរព្រោះថាករណីនេះគឺជាប់តាក់ទងជាមួយនឹងក្រុមហ៊ុនភរិយារបស់លោកសូមបញ្ជាក់ជូនថាប្រជាពលរដ្ឋភូមិលពីងប្រមាណ75នាក់បានធ្វើដំណើរដោយថ្មើរជើងមកកាន់ទីក្រុងភ្នំពេញតាំងពីថ្ងៃទី12សីហាមកម្ល៉េះថ្លែងនៅមុខលោកសំរងស៊ីនិងអ្នកភូមិដទៃទៀតដែលអ្នកខ្លះមានកូនតូចនៅនឹងថ្នាក់សម្ពុតនិងអ្នកខ្លះកំពុងយួរកូននៅក្នុងអង្រឹងអ្នកស្រីអ៊ុំសុភីដែលជាតំណាងអ្នកភូមិលពីងនិងមានពរកូនតូចនៅដៃម្ខាងផងបានថ្លែងរៀបរាប់ពីការជិះចាប់ទាំងទឹកភ្នែកថាពួកខ្ញុំធ្វើដំណើរមកតាមផ្លូវនេះជួបឧបសគ្គគ្រប់គឺបែបយ៉ាងថាមានទាំងពីការបីដំជាប់ធាក់ពីសមត្ថកិច្ចដូច្នេះឯងខ្ញុំក៏ចេញមកចាមកគ្នាពូពីសម្ដៅចេញមកពីក្រុងភ្នំពេញនេះដើម្បីទាមទារយកទឹកយកដីនិងរកវិធីសម្រាប់អ្នកដែលជាប់ឃុំឃាំងអ្នកស្រីអ៊ុំសុភីបានបន្ថែមថាគិតត្រឹមពេលនេះមានប្រជាពលរដ្ឋចំនួន5នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនតាក់ទងនឹងរឿងក្តីដីធ្លីនេះលោកមេធាវីផាត់ពៅសៀងដែលជាមេធាវីរបស់ក្រុមហ៊ុន KDC មិនបានឆ្លើយបំភ្លឺតាក់ទងនឹងករណីនេះទេតាក់ទងនឹងចំនួនដីធ្លីរ៉ាំរ៉ៃនៅក្នុងភូមិលពីងនេះមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូលោកអមសំអាតបានអំពាវនាវឲ្យរដ្ឋាភិបាលប្រញាប់ផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះព្រោះថាប្រជាពលរដ្ឋកំពុងតែរងទុក្ខហើយម្យ៉ាងទៀតរដ្ឋាភិបាលគួរបិទបញ្ចប់រឿងវិវាទដីធ្លីនេះដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គមនិងជៀសវាងការបាត់បង់ប្រជាប្រិយភាព